មានការភ្ញាក់ផ្អើលមែនតើដែលបានឃើញប្រភេទត្រីបន្លែដល់កម្រងមួយក្បាលបានហាលមកនៅមុខឆ្នេរតាមបារាំងនៅប្រទេសខ្មែរយើងនឹងតែម្ដងថ្មីហ្នឹងនិយាយទៅព័ត៌មានហ្នឹងតាំងពីថ្ងៃ30ថ្ងៃសុក្រម្សិលមិញហ្នឹងតែម្ដងអ្នកទាំងគ្នាដែលមានការជជែកវែកញែកតាក់ទងពីត្រីបន្លែហ្នឹងច្រើនមែនតើទាំងគ្នាអ្នកទាំងអ្នកស្រុកនៅទីនោះទាំងនៅក្នុង social media ចា Facebook TikTok អីហ្នឹងផ្ទុះឲ្យរឿងត្រីបន្លែហ្នឹងហើយមានអ្នកខ្លះនោះប្រកែកគ្នាថាហ្នឹងគឺជាត្រីផ្សោតសមុទ្រអ្នកតាសមុទ្រអីណាណាវិញអ្នកទាំងគ្នាអូយវិតជីវល់មែនតើហើយតាមតែខ្ញុំតាមដានទៅរឿងនេះវាធម្មតាតែពិតជាមិនធម្មតាទេទាំងគ្នាបើយើងគិតឲ្យជ្រៅទៅណាដោយសារហេតុអីបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញត្រីបន្លែហ្នឹងគឺខ្ញុំភ្ញាក់មែនតើពីព្រោះថាវាគឺជាប្រភេទពូជត្រីមួយដែលនៅក្នុងទឹកជ្រៅខ្លាំងទាំងគ្នាហើយប្រភេទពូជត្រីដែលនៅទឹកជ្រៅខ្លាំងបែបនេះគឺវាមិនងាយឡើងឆ្នេរនោះទេតើតែមានបញ្ហាអ្វីមួយនៅក្នុងបាតសមុទ្រហើយត្រីបន្លែនេះធំណាស់តើគ្នាមិនមែនទូចទេណាមៀតវាខ្ញុំមើលតាមមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុហ្នឹងគឺគេនិយាយថាត្រីបន្លែហ្នឹងមានប្រវែងដល់12ម៉ែត្រឯណោះធំណាស់តើគ្នាហើយវាថ្មីមែនតើហើយក៏ជាលើកទី1ដែរដែលបានឃើញប្រភេទត្រីបន្លែហ្នឹងនៅតាមឆ្នេរបែបនេះតើគ្នាហើយសម្រាប់ប្រទេសខ្មែរយើងខ្ញុំជឿថាជាលើកទី1ដែលមានប្រភេទត្រីកម្រទឹកជ្រៅមួយបែបនេះឡើងមកលើឆ្នេរអ្នកទាំងអស់គ្នាចាំបានទេកាលពីឆ្នាំមុនដែលមានត្រីអហ្វីសត្រីដែលនៅទឹកជ្រៅខ្លាំងហ្នឹងបានហែលឡើងមកជាប់គាំងនៅលើឆ្នេរងាប់អីហ្នឹងទាំងគ្នាដែរពេលហ្នឹងឡើងមកប្រទេសលេខ2ទាំងគ្នាហើយនៅជប៉ុននៅអីហ្នឹងអហ្វីសឡើងហ្នឹងគឺជាសញ្ញានៃស៊ូណាមីហើយបើតាមខ្ញុំនៅប្រទេសអូស្ត្រាលីនេះគឺខ្ញុំធ្លាប់ឃើញព័ត៌មានមានត្រីបន្លែផ្អើលឡើងមកលើគោកអីបែបហ្នឹងដែរឡើងមកទាំងវងតែម្ដងដោយសារបញ្ហានៅក្រោមបាតសមុទ្រហ្នឹងអង្គើមជួយអីចឹងទាំងគ្នាហើយតាមខ្ញុំចាំតើគ្នាកាលពីប្រហែលឆ្នាំមុនយូរដែរតើគ្នាដូចចូល4ឆ្នាំអីហើយពេលហ្នឹងគឺមានត្រីបន្លែជាច្រើនឡើងមកនៅលើឆ្នេរប្រទេសអូស្ត្រាលីនេះនៅរដ្ឋ Tasmania ពេលហ្នឹងគឺវាឡើងមកច្រើនមែនតែមួយចឹងទេហើយពេលហ្នឹងនៅអូស្ត្រាលីគឺរង្គើហ្មងតើគ្នាប៉ុន្តែគឺវាអត់អង្គើរងជួយដីខ្លាំងទេណាវាអង្គើដូចជា6 Victor ទេប៉ុន្តែតាមប្រហែល second ទេ3-4 second តែប៉ុណ្ណឹងវាបាត់ទៅវិញហើយពេលហ្នឹងគឺខ្ញុំភ័យមែនតើតើគ្នាពេលអង្គើហ្នឹងពេលព្រឹកប្រឡំទៀតអូយតើគ្នាឲ្យហោបធរម៉ែអើចឹងបានខ្ញុំនិយាយថារឿងដែលត្រីនៅទឹកជ្រៅវាឡើងមកគោកនេះវាមិនមែនជារឿងធម្មតាគឺវាជាការឲ្យសញ្ញាមួយហើយបើសម្រាប់នៅប្រទេសអូស្ត្រាលីប្រទេសជប៉ុនប្រទេសអីឲ្យទៅត្រូវចឹងគេឡើងមកគឺគេប្រើប្រដាប់ scan មើលតើគ្នាគេដាក់ចូលក្នុងទឹកមើលហ្មងហើយខ្ញុំក៏បានទាញរូបត្រីបន្លែដែលបានឡើងមកឆ្នេរតាបារាំងនឹងដាក់ចូលទៅក្នុង ChatGPT ក៏បាននិយាយដែរថាគឺវាមានពេលខ្លះគឺវាមានហេតុផលច្រើនដែលវាឡើងមកហេតុផលទី1គឺវាអាចជាប្រមាញ់តាមចាប់ចំណីផ្សេងហេតុផលទី2វាត្រូវរបួសហើយហេតុផលទី3គឺមានបញ្ហានៅបាតសមុទ្រហ្នឹងហើយមានការជួយអង្គើបាក់ដីបាក់អីនៅក្នុងទឹកហ្នឹងចឹងទៅដែលជាហេតុធ្វើឲ្យវាផ្អើលវាអីវាហាលឡើងមកជ្រាំងនឹងឯងហើយពេលខ្លះវាចង់ស្វែងរកឲ្យមនុស្សទៅជួយវាទៀតសម្រាប់ត្រីបន្លែណាតើគ្នាហើយត្រីបន្លែដែលពូជឡើងមកឆ្នេរតាបារាំងហ្នឹងគឺត្រីហ្នឹងគឺសុវត្ថិភាពទេវាអត់ខាំមនុស្សស៊ីអីដូចត្រីអីផ្សេងកើតនៅទឹកជ្រៅទេត្រីនេះជាប្រភេទត្រីល្អត្រីស្លូតត្រីអីទេតើគ្នាចឹងអត់មានជាបញ្ហាអីទេនៅពេលដែលមនុស្សទៅចិត្តហើយរឿងខ្ញុំនិយាយនេះនឹងវាមនុស្សមួយចំនួនទូចនិយាយថាអីក៏ជំនឿម៉េះអីចឹងណាប៉ុន្តែអ្នកនរគ្នាត្រូវចាំថាមនុស្សយើងកាលពីចំនួនពីដើមអត់មានម៉ាស៊ីនអត់មានអីទេប៉ុន្តែគឺគេប្រើដោយការធម្មជាតិនឹងឯងធម្មជាតិជាអ្នកប្រាប់ដែលគេដឹងសញ្ញាមុនការពីខ្លួនទុកមុននឹងឯងការចំនួនយូរលងណាស់មកហើយចំនួនលោកតាលោកយាយយើងតែតើគ្នាមានលោកតាលោកយាយចាស់អាចសួរគាត់បានតើអត់មានឧបករណ៍អីទំនើបទេគឺគេដឹងហេតុការគ្រោះធម្មជាតិនឹងតាមអីតាមសត្វផ្អើលហើយប្រភេទទឹកសមុទ្រឬក៏ទឹកទន្លេអីគឺគេទៅមើលតាមប្រភេទទឹកជ្រៅត្រីទឹកជ្រៅឡើងមកអីហ្នឹងហើយបើតាមអ្នកនៅរស់ទៅតាមព្រៃភ្នំគឺគេមើលសត្វស្លាបផ្អើលទាំងវងអីហ្នឹងគឺនឹងឯងហើយមួយរយៈនេះតើគ្នាបើតាមយើងមើលទៅបើអ្វីដែលតកតងនឹងទឹកគឺមានច្រើនគួរឲ្យកត់សម្គាល់សម្រាប់ខ្ញុំមិនដឹងថាអ្នកនរគ្នាកត់សម្គាល់ដូចខ្ញុំអត់ទេដូចជារឿងនៅបឹងយក្សឡោម1ទី2បាក់ឈៀងតើគ្នាបាក់ឈៀងនៅកំពង់ចាមទី3រឿងថយឡើងឆ្នេរហ្នឹងឯងតើគ្នាអញ្ចឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមឆ្នេរតាមដងទន្លេអីហ្នឹងគួរតែប្រុងប្រយ័ត្នតើគ្នាខ្ញុំអត់មានចំណេះចំណាផលអីទេគាត់ថានេះវាដូចថាប្រភ្នោអញ្ចឹងណាយើងឃើញអញ្ចឹងយើងបើសិនជាយើងដឹងហើយលឺហើយសូម្បីតែប្រទេសគេក៏គេប្រយ័ត្នដែរឃើញអញ្ចឹងតើគ្នាអញ្ចឹងយើងប្រយ័ត្នទៅក៏គាត់បើជាងភាសាជាងព្យាបាលដែរដូចពេលចាស់និយាយនឹងឯងតើគ្នាសម្រាប់ខ្ញុំនៅអូស្ត្រាលីផ្ទាល់ខ្ញុំជួយតាមដានរឿងអញ្ចឹងខ្ញុំចេះតែចង់ចែករំលែកអ្នកនរគ្នាបានដឹងដែរអញ្ចឹងណាតើគ្នាជាភាសារឿងសត្វត្រីដែលនៅសភាពទឹកជ្រៅឡើងមកឆ្នេរហ្នឹងបើនៅអូស្ត្រាលីផ្ទាល់គឺគេតាមដានណាមិនមែនតាមដានមួយថ្ងៃពីរថ្ងៃមួយអាទិត្យទេតាមដានចូលដល់ខែឲ្យដឹងថាហេតុផលស្អីបានវាផ្អើលឡើងមកហ្នឹងតើដឹងហេតុផលហ្នឹងបងបានគេឈប់តាមដានរបៀបអញ្ចឹងយើងទាំងអស់គ្នាចាំតាមដានមើលតើគ្នាហើយណាគេចាក់គិតគំនិតមិន
កាត់ប្រផ្នូលនឹងបែបនេះអាចខមមិននៅខាងក្នុងវីដេអូនឹងបានខ្ញុំចាំមើលអស់បារម្ភរឿងក្បាលឆក់ដុំចិញ្ចាំរយទៀតហើយចាសេរ៉ូមអេឡាហ្វាជួយបានចេញពី clinic ស្បែកក្បាលប្រទេសអូស្ត្រាលីចានាងខ្ញុំប្រើផ្ទាល់អស់រយៈពេល5-6ឆ្នាំមកហើយចាមើលទៅសាច់សក់នាងខ្ញុំធំក្រាស់ស្អាតតែម្ដងសូម្បីតែរោមចិញ្ចើមចាអត់មានប៉ាអត់មានដិនអត់មានផ្លុំអីទេចាគឺរោមពិតតែម្ដងសក់ពិតតែម្ដងអត់មានដាំអត់មានតអីទេចានិយាយទៅឆក់កន្លែងណាលុញកន្លែងហ្នឹងជាប្រភេទសេរ៉ូមបច្ចេកវិទ្យាចុងក្រោយទាំងអស់តែម្ដងតោះគ្នាជាប្រភេទសេរ៉ូមមានក្បាលលុញបែបនេះតោះគ្នាងាយស្រួលផលមែនតែម្ដងលុញកន្លែងណាដុសកន្លែងហ្នឹងតោះគ្នានេះដូចខ្ញុំលុញឲ្យមើលអញ្ចឹងឆក់កន្លែងណាដាក់កន្លែងហ្នឹងមកព័ត៌មានបន្ថែមអាចឆាប់ចូល page បានណាអ្នកតោះគ្នាហើយអ្នកតោះគ្នាបើសិនជាខ្ញុំតបយឺតយ៉ាវអីសូមកុំប្រកាន់ណាពីព្រោះថាខ្ញុំនៅប្រទេសអូស្ត្រាលីមកយើងដើរខុសគ្នាតោះគ្នាអញ្ចឹងពេលខ្លះតបយឺតតិចតួចអីចាំទៅណាតោះគ្នាចាអរគុណ